សាកល្បងលេងហ្គេមច្បាប់ផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នខាងមុខអាចមានយន្តហោះហោះកាត់ញឹកញាប់យ៉ាងទាបពីលើប្រយ័ត្នខាងមុខមានប្រលានយន្តហោះនៅក្រៅទីប្រជុំជនពេលបើកបរក្នុងល្បឿន70គីឡូម៉ែត្រក្នុង1ម៉ោងត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រយ៉ាងតិច15ម៉ែត្រយ៉ាងតិច25ម៉ែត្រយ៉ាងតិច42ម៉ែត្រតែអ្នកបើកបរអាចឈប់ឬចតយានជំនិះនៅលើទ្រូងផ្លូវបានប៉ុន្មានម៉ោងមិនលើសពី24ម៉ោងលើសពី24ម៉ោងមិនលើសពី72ផ្លាកសញ្ញានេះមានន័យដូចម្ដេចផ្លូវបាត់សិទ្ធនៅត្រង់ផ្លូវប្រសពផ្លូវបាត់សិទ្ធនៅត្រង់រង្វង់មូលផ្លូវមានសិទ្ធិអតិភិបលើយាននៅក្នុងរង្វង់មូលផ្លាកសញ្ញានេះមានន័យដូចម្ដេចលេខ2ទៅមុនបន្ទាប់មកលេខ3រួចលេខ1លេខ2ទៅមុនបន្ទាប់មកលេខ1និងលេខ3លេខ1និងលេខ3ទៅព្រមគ្នាបន្ទាប់មកលេខ2ផ្លាកសញ្ញានេះមានន័យដូចម្ដេចគំនូសសញ្ញាតូលតាមបណ្ដោយទ្រូងផ្លូវបែងចែកទិសចរាចរណ៍ជាពីរផ្ទុយគ្នាអាចបើកបរឆ្លងកាត់ឬចែងបានគំនូសសញ្ញាតូលតាមបណ្ដោយទ្រូងផ្លូវបែងចែកទិសចរាចរណ៍ជាពីរផ្ទុយគ្នាហាមបើកបរឆ្លងកាត់ឬចែងគំនូសសញ្ញាតូលផ្លាកសញ្ញានេះមានន័យដូចម្ដេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ទៅមុខត្រង់ឬបត់ឆ្វេងតម្រូវឲ្យយានជំនិះគ្រប់ប្រភេទឈប់ឬចតនៅខាងមុខឬខាងឆ្វេងហាមយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ទៅមុខត្រង់ឬបត់ឆ្វេងនៅពេលយប់មានភ្លើងហ្វារថយន្តចាំងពីមុខតែអ្នកបើកបរត្រូវធ្វើដូចម្ដេចបើកបរក្នុងល្បឿនសមល្មមហើយឯបស្ដាំបំផុតមិនចាំបាច់បន្ថយល្បឿនទេបើភ្លើងចាំងខ្លាំងត្រូវបើកភ្លើងហ្វាតវិញតែអ្នកត្រួតពិនិត្យអ្វីនៅត្រង់ចំណុចសម្បកកៅស៊ូកង់សម្ពាធខ្យល់ភាពសឹកប៉ោងប្រេះមុតភាពលិចជ្រាបទឹកភាពរឹងល្អនៃសម្បកកៅស៊ូកង់នៅពេលចរាចរណ៍ចង្អៀតខ្លាំងយាននៅកន្លងខាងស្ដាំលឿនជាងយាននៅកន្លងខាងឆ្វេងតែចាត់ទុកជាការចែងដែរឬទេចាត់ទុកជាការចែងមិនចាត់ទុកជាការចែងទេចាត់ទុកជាការចែងខុសច្បាប់ខ្លាំងយាននៅកន្លងខាងស្ដាំលឿនជាងយាននៅកន្លងខាងឆ្វេងតែចាត់ទុកជាការចែងដែរឬទេចាត់ទុកជាការចែងមិនចាត់ទុកជាការចែងទេចាត់ទុកជាការចែងខុសច្បាប់ផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នខាងមុខមានផ្លូវកែងហាមបត់ឆ្វេងប្រយ័ត្នខាងមុខចាប់ផ្លូវកែងបត់ទៅឆ្វេងប្រយ័ត្នខាងមុខមានផ្លូវកែងទៅឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្ដេចលេខ2ចេញទៅមុនបន្ទាប់មកលេខ1រួចលេខ4និងលេខ3លេខ2និងលេខ4ទៅព្រមគ្នាបន្ទាប់មកលេខ1និងលេខ3លេខ2និងលេខ3ចេញទៅមុនបន្ទាប់មកលេខ1និងលេខ4តែអ្នកបើកបរត្រូវត្រួតពិនិត្យអ្វីចំពោះសាក់ស៊ីរថយន្តភាពប្រេះស្រាំកោងឬបាក់ភាពទន់រលាស់នៃសាក់ស៊ីភាពរឹងមាំនៃសាក់ស៊ីនិយមន័យឈប់ការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលខ្លីដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូតឬក្បែរយានជំនិះការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលខ្លីដែលមានអ្នកបើកបរអាចដើរចោលយានជំនិះមួយផ្លែតការទុកយានជំនិះនៅលើទ្រូងផ្លូវមួយរយៈពេលខ្លី
សញ្ញាពិសេសមានពណ៌អ្វីខ្លះពណ៌បៃតងលឿងនិងក្រហមពណ៌ខៀវក្រហមនិងលឿងទុំពណ៌ខៀវក្រហមនិងពណ៌សនៅពេលអ្នកបើកបរទៅចក្រយានយន្តនិងត្រីចក្រយានយន្តជួបអ្នកថ្មើរជើងដែលរៀបឬកំពុងឆ្លងកាត់ទ្រូងផ្លូវដែលកន្លែងនោះមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់តើអ្នកត្រូវធ្វើដូចម្តេចត្រូវបង្កើនល្បឿនឲ្យផុតពីអ្នកថ្មើរជើងត្រូវឈប់នៅមុខគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ដើម្បីអ្នកថ្មើរជើងឆ្លងកាត់ផុតសិនត្រូវស៊ីផ្លេឲ្យអ្នកថ្មើរជើងជានិងផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានប្រលានយន្តហោះប្រយ័ត្នខាងមុខអាចមានខ្យល់បក់ខ្លាំងប្រយ័ត្នខាងមុខជាកន្លែងបង្ហោះខ្លែងដើម្បីមើលទៅមុខឲ្យបានឆ្ងាយគ្រប់គ្រាន់តើអ្នកត្រូវការមើលក្នុងចម្ងាយប៉ុន្មានវិនាទី5ទៅ8វិនាទី8ទៅ11វិនាទី12ទៅ15វិនាទីនៅពេលអ្នកបើកបរជួបផ្លាកសញ្ញាហាមឈប់តើអាចចតបានឬទេមិនអាចចតបានទេអាចចតបានតែនៅពេលយប់មិនអាចចតបានទេផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ស្ដាំនៅខាងមុខផ្លាកសញ្ញាតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ស្ដាំហាមបត់ស្ដាំព្រោះខាងមុខមានផ្លូវដាច់ផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ស្ដាំនៅខាងមុខផ្លាកសញ្ញាតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ស្ដាំហាមបត់ស្ដាំព្រោះខាងមុខមានផ្លូវដាច់នៅលើគំនូសថ្មើរជើងឆ្លងកាត់តើអ្នកបើកបរអាចឈប់បានដែរឬទេអាចឈប់បានបើទំនេរហាមឈប់អាចឈប់បាននៅពេលស្ងាត់នៅលើគំនូសអ្នកថ្មើរជើងឆ្លងកាត់តើអ្នកបើកបរអាចឈប់បានទេហាមឈប់ផ្លាកសញ្ញានេះមានន័យដូចម្តេចលេខ2ទៅមុនបន្ទាប់មកលេខ1រួចលេខ3លេខ2ទៅមុនបន្ទាប់មកលេខ3រួចលេខ1លេខ2ទៅមុនបន្ទាប់មកលេខ3និងលេខ1 2 1 1ហើយបានពេល1ត្រង់ទៅមុនតបមកបានរថយន្តលេខ2 1ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខអាចរអិលពិសេសនៅពេលភ្លៀងប្រយ័ត្នខាងមុខមានផ្លូវបត់ទៅឆ្វេងរួចបត់ទៅស្ដាំប្រយ័ត្នខាងមុខមានផ្លូវទឹកលិចផ្លាកសញ្ញានេះមានន័យដូចម្តេចហាមយានជំនិះគ្រប់ប្រភេទបត់ទៅខាងឆ្វេងហាមយានជំនិះគ្រប់ប្រភេទបត់ត្រឡប់ក្រោយហាមយានជំនិះគ្រប់ប្រភេទបត់ទៅស្ដាំផ្លាកសញ្ញានេះមានន័យដូចម្តេចលេខ1និងលេខ2ទៅព្រមគ្នាបន្ទាប់មកលេខ3លេខ3ទៅមុនបន្ទាប់មកលេខ1និងលេខ2លេខ2និងលេខ3ទៅព្រមគ្នាបន្ទាប់មកលេខ1នៅក្រៅទីប្រជុំជនអ្នកបើកបរល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងត្រូវទុកចន្លោះសុវត្ថិភាពយ៉ាងតិចប៉ុន្មានម៉ែត្រយ៉ាងតិច26ម៉ែត្រយ៉ាងតិច36ម៉ែត្រយ៉ាងតិច46ម៉ែត្រសញ្ញានេះមានន័យដូចម្តេចហាមអ្នកបើកបរបត់ទៅឆ្វេងប្រយ័ត្នខាងមុខមានផ្លូវឡើងទួខ្ពស់ប្រយ័ត្នខាងមុខមានផ្លូវកោងទៅឆ្វេង
សញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នចំណតរថយន្តប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ដោយគ្មានរបាំងការពារប្រយ័ត្នផ្លាកសញ្ញានេះមានន័យដូចម្ដេច មួយហ្នឹងឃើញទេគោលទី1ហ្នឹងគឺស្មើនឹងកែងឡានគេស្មើនឹងលបងផ្ទះអញ្ចឹងណាអាហ្នឹងស្មើនឹងឡានគេចតខាងបាទខាងក្រោយនឹងមួយជួរឯអាគោលទី2ហ្នឹងស្មើនឹងបាទឡានគេចតខាងមុខមួយជួរអញ្ចឹងណាអញ្ចឹងយើងរៀននិយាយគឺយ៉ាចូលចន្លោះឡានចូលជាប្រឡោះឡានគេបាទហ្នឹងទៅប្រឡងគឺយើងអាយ៉ារបៀបហ្នឹងហើយអញ្ចឹងណាចឹងធ្វើម៉េចក៏យើងអាយ៉ាចូលកុំឲ្យប៉ះបកគោបបគោគឺស្មើនឹងបុកលបងផ្ទះគេហើយទី1នេះយើងអង្គុយហ្នឹងចំពាក់កណ្ដាលបកគោហ្នឹងមកចំគោទី1គោទី2ចន្លោះចឹងខ្លួនយើងអង្គុយចំកណ្ដាលទៅទៀតទៅមុខទៀតបាទចំកណ្ដាលហ្នឹងចំកណ្ដាលណាបាទមើលស្មានមើលបាទចំកណ្ដាលឲ្យជន់ប្រាំងចុះបោះស្ដាំមកអស់មកបាទហើយកលែកមើលចាក់កដាលនេះថយមកអត់ថយហាប់ប្រាំងឡើងទៅមុខនេះមើលចាក់កដាលនេះបាទអញ្ចឹងយើងចំណុចទី2យើងមើលនេះយើងមើលបកគោទី1ចំពាក់កដាលគូតឡានយើងយល់ណាចំពាក់កដាលយើងមើលក្នុងកញ្ចក់ហ្នឹងឲ្យចំពាក់កដាលកញ្ចក់ខាងក្រោយហ្នឹងបាទចំពាក់កដាលគូតឡានយើងហើយយើងវាល់គូតទៅឆ្វេងបាទមួយជុំកន្លះវិញអញ្ចឹងណាបាទហើយថយមកហើយដាក់រយៈថយហើយមើលចាក់ស្ដាំសិនថយមកថយយឺតមើលគូតឡានមើលក្នុងកញ្ចក់ហ្នឹងកុំឲ្យប៉ះឬបុកទៀតបុកបាត់ហើយបាទទៀតងាកស្ដាំទៀតបាទត្រង់វិញយឺតត្រង់យឺតគោលដាក់ចំយកគូតឡានដាក់ចំមកទៀតយកគូតឡានទៀតទៅមុខទៀតទៅដាក់ចំកែហ្នឹងយកគូតឡានគេដាក់ចំនៅបាទចំឲ្យមើលក្នុងកញ្ចក់នោះកញ្ចក់ឆ្វេងចាក់ឆ្វេងឲ្យឃើញគូតឡានគេទាំងមូលមកទៀតឃើញឡានគេទាំងមូលឃើញនៅបាទយើងមើលក្នុងកញ្ចក់ហ្នឹងឲ្យឃើញឡានគេទាំងមូលហើយលាចកូតត្រង់បាទឲ្យថយក្រោយមកមើលស្ដាំនេះ